dây mê thmục ní tranh một tơ Campuchia thì đây bằng bồn bà rương đại Campuchia dương krong nângបញ្ជាទិញយន្តហោះពីប្រទេសចិនឥឡូវនេះគេបានចេញមកនិយាយថាថៃធ្វើយ៉ាងណាក៏ដោយត្រូវតែហាមចិនកុំឲ្យលក់យន្តហោះចង់បាំងឲ្យកម្ពុជាទោះបីជាត្រូវរកវិធីសាស្ត្របែបណាក៏ដោយទប់ស្កាត់កុំឲ្យចិននេះលក់យន្តហោះឲ្យកម្ពុជាពេលដែលដឹងថាកម្ពុជាក្រងនឹងបញ្ជាទិញយន្តហោះចំបាំងពីចិនដែលមានឈ្មោះថា STC 2000G ណាបងប្អូនទាំងអស់គ្នាឥឡូវនេះគេបានបើចេញប្រតិកម្មហើយគេថាធ្វើយ៉ាងណាក៏ដោយក៏ត្រូវតែហាមប្រទេសចិនកុំឲ្យលក់យន្តហោះចំបាំងឲ្យកម្ពុជាត្រឹម4ឬ5ឆ្នាំទៅខាងមុខទៀតក៏ត្រូវតែទប់ស្កាត់ឲ្យជាប់បងប្អូនទាំងអស់គ្នាមិនដឹងថាវាមានបញ្ហាអីបងប្អូនគេចង់ទិញឯណាក៏បានគេចង់លក់ឯណាក៏បានដែរបើចិនមិនលក់ឲ្យគេទៅទិញអាមេរិកបើអាមេរិកមិនលក់ឲ្យទៅទិញជប៉ុនមិនប្រងដើរហាមគេទូទាំងប្រទេសហើយក៏មិនណាប្រងដើរហាមគេទូទាំងប្រទេសហើយបើឈ្នះដើរហាមទៅឲ្យតែកម្ពុជាមានលុយកម្ពុជាដើរទិញគ្រប់ប្រទេសបើសិនជាមានលុយហ្នឹងបងប្អូនទាំងអស់គ្នាបាទអ្នកឯងហាមចិនទៅទិញអាមេរិកតើហ៊ានហាមអាមេរិកអត់តើហ៊ានហាមជប៉ុនហ៊ានហាមប្រទេសផ្សេងអត់ចង់និយាយចេះបើសិនជាកម្ពុជាមានលុយមិនចាំដើរហាមទេនាំទៅហត់កម្ពុជាទិញបានហើយនេះគឺជាទាហានខ្មែរសរិនដែលបន្លំខ្លួនធ្វើជាពលរដ្ឋសាមញ្ញធម្មតាបងប្អូនអរគ្នាប្រហែលថ្ងៃមុននេះបាទគេបាននិយាយថាកងទ័ពកម្ពុជាយើងធ្វើបាបគេពេលដែលគេចូលទៅចាប់បង្កែបបងប្អូនអរគ្នាហើយចាប់បង្កែបឪវាក៏ដល់ថ្ងៃបងប្អូនអរគ្នាវាធ្វើឲ្យភាសាព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងយកទៅចុះផ្សាយថាបាទយោធារបស់កម្ពុជាចូលក្នុងទឹកដីថៃហើយធ្វើបាបប្រជាជនថៃទៀតបងប្អូនវាធ្វើឲ្យសារព័ត៌មានយកទៅចុះផ្សាយឥឡូវសារព័ត៌មានហ្នឹងបានចេញមកបកស្រាយថាជារឿងយល់ច្រឡំទេតាមពិតទៅកងទ័ពថៃប៉ះជាមួយនឹងកងទ័ពសៀមទេអានេះវាកំពុងតែសម្ដែងណាបងប្អូនហើយសម្ដែងអត់តំណងទេបងប្អូនម៉ែអាណាចាប់កែបក៏ដល់ថ្ងៃបងប្អូនអរគ្នាហើយកងទ័ពយើងគាត់អត់ដឹងអីលេងចេះតែចោតកងទ័ពយើងចេះតែភូតកុហកកងទ័ពយើងហើយវាបញ្ជូនទាហានឈុតខ្មៅមកច្រើនមែនទែនថ្ងៃហ្នឹងបងប្អូនអរគ្នាហើយសារព័ត៌មាននៅក្នុងប្រទេសថៃក៏យ៉ាងទៀតបងប្អូនចេះតែយកទៅផ្សាយទៅពីអត់ដឹងពីប្រភពច្បាស់លាស់ផងក៏ចេះយកទៅផ្សាយចោតកម្ពុជាដែរបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពពួកអាចោសៀមបងប្អូនទាំងអស់គ្នាវាបានបាញ់មកលើវរៈកងទ័ពយើងបងប្អូនគឺវាបាញ់ពីលើភ្នំចុះមកតែម្ដងបាទការបាញ់នេះគឺបាញ់ញុះញង់ដើម្បីចង់ឲ្យវរៈកងទ័ពយើងតដៃជាមួយវាបងប្អូនពួកនេះគឺសាហាវណាស់បងប្អូនអរគ្នាបាទសាហាវមែនទែនគឺបាញ់ញុះញង់ឲ្យកងទ័ពយើងនឹងអត់ធ្មត់ជាមួយនឹងវាមិនបានណាបងប្អូនគឺមិនអាចអត់ធ្មត់បានអញ្ចឹងតដៃជាមួយនឹងវាសង្គ្រាមគឺប្រកាសជាផ្ទុះឡើងតែម្ដងបងប្អូនជួយសាយកងទ័ពយើងទាំងអស់គ្នាបងប្អូនបាទចង់ដឹងថាគាត់មានអ្វីឲ្យយើងសាយតោះតែមើលទាំងអស់គ្នាគាត់ចង់និយាយថាកន្លែងហ្នឹងវាជាដៅរំខុសដែលយើងហត់ទម្លាក់លើមកហោមកដីគេហត់ទម្លាក់នៅហ្នឹងគាត់ខ្ញុំបកប្រែចាគាត់គឺហ្នឹងមានន័យថាលេងគាត់ធ្លាក់ធ្លាក់មកលឺតន់ដល់ពេលសាយបងប្អូនដ្រូនហោះមកហោទម្លាក់មកដ្រូនលាក់ខកលាក់មកនេះដាវខកបានដាវគឺជួយមកសៀមទម្លាក់កងទ័ពយើងទាំងអស់ទាំងមុនទាំងក្រោយទាំងពេលដែលធ្វើសង្គ្រាមជាមួយនឹងគ្នាពីមុននិងពេលឥឡូវសិតតែធ្វើគ្រប់យ៉ាងដើម្បីជាតិដើម្បីទឹកដីដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋដែលនៅព្រំដែនប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលនៅព្រំដែនមួយចំនួនគឺល្មើសគុណមិនដឹងពីគុណពួកគាត់ដែលខំជួយអាយុជីវិតបងប្អូនអរគ្នាលួចយកតំណែងថៃចូលក្នុងប្រទេសកម្ពុជាលួចយកសពគ្រប់បែបយ៉ាងចូលមកក្នុងប្រទេសកម្ពុជាពួកទាំងអស់នេះគឺសិតតែពួកដែលមិនដឹងគុណកងទ័ពបាទខ្ញុំនិយាយអញ្ចឹងបងប្អូនបាទខ្ញុំនិយាយអញ្ចឹងតែម្ដងពួកគាត់លះបង់ច្រើនណាស់ទាំងកងទ័ពយើងដែលកំពុងតែធ្វើសង្គ្រាមជាមួយថៃពេល21ថ្ងៃរហូតមកដល់ពេលហ្នឹងក៏ពួកគាត់នៅតែប្រឹងប្រែងក៏ប៉ុន្តែមានបងប្អូនខ្មែរយើងមួយចំនួននៅជាប់ព្រំដែនអត់មានដឹងគុណទេបាទបងប្អូនអរគ្នាខ្ញុំឈឺចាប់បងប្អូនពេលដែលឃើញបងប្អូនខ្មែរយើងនេះយកទៅរ៉េនថៃយកតំណែងថៃចូលប្រទេសកម្ពុជាយើងដល់លុយលាក់ខ្ញុំឈឺចាប់បងប្អូនពួកនេះអត់មានខួរក្បាលគិតទេកៃដូមេតបទៀតហើយបងប្អូនអរគ្នាបាទដូមេតបឈុតខ្មៅចាស់ផ្លាស់ដាក់មេតបឈុតខ្មៅថ្មីដើម្បីពង្រឹងសមត្ថភាពបាទកងទ័ពឈុតខ្មៅរបស់ថៃបន្ថែមបងប្អូនទាំងអស់គ្នាឥឡូវនេះគេដូរអាមេតបចាស់គេនោះមេតបឈុតខ្មៅណាបងប្អូនបាទគេដកចេញហើយគេដកចេញគេដាក់អាមេតបឈុតខ្មៅថ្មីនេះដើម្បីពង្រឹងសមត្ថភាព
កូនតបឈុតខ្មៅរបស់គេនេះបន្ថែមឲ្យបានរឹងមាំបន្ថែមទៀតគេថាអាអ្នកមុននោះប្រាកម្មមិនសូវកើតឥឡូវគេដាក់អ្នកថ្មីមករឹងមាំនឹងល្អជាងអាអ្នកចាស់បងប្អូនទាំងអស់គ្នាបាទដូចទៅអាដូចពេកទៅហើយដូចទៅសំខាន់កុំឲ្យតែប៉ះខ្មែរទៅបានណាបងប្អូនទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយនេះបាត់ឃ្លាំងដែលធ្វើទុកកម្ពុជាយើងខ្លាំងណាស់ពីមុនមកបងប្អូនទាំងអស់គ្នាឥឡូវនេះរត់ទៅបួសហើយបងប្អូនទាំងអស់គ្នាគឺដោយសារតែអារម្មណ៍នេះមិនស្ងប់បងប្អូនទាំងអស់គ្នាចេះតែរវើរវាចេះតែរសាប់រសល់ដេកមិនលក់ហូបមិនកើតមិនដឹងថាមានវិញ្ញាណអ្វីខ្លះមករំខានទេពេលនេះក៏រត់ទៅបួសដើម្បីឲ្យប្រសងជួយដើម្បីឲ្យព្រះជួយឲ្យបងប្អូនទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ដោយខ្ញុំគិតថាព្រះក៏មិនអាចជួយបានដែរមនុស្សដែលធ្វើអាក្រក់គឺត្រូវតែទទួលនៃផលអាក្រក់បែបហ្នឹងហើយបងប្អូនទាំងអស់គ្នាបើរត់ទៅបួសហើយមួយយប់គឺមិនបានដេកទេតាមតែគេលើកឡើងណាបងប្អូនគេទេដែរពុកម៉ែបងប្អូនទាំងអស់គ្នាអាណូទីនឆ្លើយអត់ចេញសំបីតែមួយម៉ាត់បងប្អូនទាំងអស់គ្នាពេលដែលប្រជាជនថៃនាំគ្នាចោមរំសួរអាណូទីនថាតើឯណាទៅពាក្យដែលថាឲ្យប្រជាជនថៃជួបតែមានជួបតែបានពេលនេះប្រជាជនថៃកំពុងតែជួបទុកមានតែបំណុលរកតែលុយសងបំណុលគេអត់បានលក់អ្វីក៏មិនចេញលក់អីក៏មិនដាច់បាទបងប្អូនអរគ្នាពេលនេះប្រជាជនថៃចោទសួរអាណូទីនបែបហ្នឹងតើឯណាទៅបាទតើឯណាទៅពាក្យដែលថាឲ្យប្រជាជនថៃនេះជួបតែមានតែជួបតែបានប៉ុន្តែពេលនេះប្រជាជនថៃទាំងអស់ហ្នឹងបងប្អូនលក់អីក៏អត់ចេញដែរបងប្អូនអរគ្នាមិនថាទំនិញមិនថាដំណាំមិនថាអ្វីទេក៏លក់អត់ដាច់ទាំងអស់តែម្ដងបងប្អូនអរគ្នាអាណូទីនឆ្លាតចេញសូម្បីតែមួយម៉ាត់ពេលនេះបងប្អូនទាំងអស់គ្នាគេថាមានតែពួកវាបាទមានតែពួកវាប្រជាជនថៃគេនិយាយបែបហ្នឹងមានតែពួកវាសម្រាប់តែប្រជាជនមានតែបំណុលគិតទៅខ្មែរយើងមានអ្វីថៃលួចនឹងខ្មែរយើងមានអ្វីថៃចម្លងនឹងបងប្អូនទាំងអស់គ្នាកាសែត The Nation បានចុះផ្សាយថាក្រសួងកសិកម្មនិងសហករណ៍របស់ថៃរួមគ្នាធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃទី13ឧសភាឆ្នាំ2026ខាងមុខនេះបងប្អូនទាំងអស់គ្នាបាទពិធីទាំងអស់នេះគឺជារបស់ខ្មែរគឺជារបស់ខ្មែរឥឡូវគេយកទៅចម្លងគេយកទៅធ្វើវិធីនេះដើម្បីបញ្ជាក់ថាវិធីមួយនេះគឺជារបស់គេបាទបងប្អូនទាំងអស់គ្នាគឺជារបស់គេលួចពីយើងទៅហើយឥឡូវគេកំពុងតែនាំគ្នាសម្ដែងថារបស់អស់នេះគឺជារបស់គេតាមពិតទៅរបស់អស់នេះគឺជារបស់ប្រពៃណីរបស់ខ្មែរគឺជារបស់ដូនតាខ្មែរទេបងប្អូនឥឡូវវាលួចយើងទៅទៀតហើយបងប្អូនចម្លងពីយើងទៅទៀតហើយបងប្អូនទាំងអស់គ្នាអញ្ចឹងបានថាណាពុកម៉ែបងប្អូនទាំងអស់គ្នាខ្មែរយើងមានអ្វីដែលបន្សល់ទុកពីដូនតាមកគួរតែបញ្ចេញឲ្យអស់បាទគួរតែបញ្ចេញឲ្យអស់ហើយយកទៅចុះបានបញ្ជីឲ្យត្រឹមត្រូវច្បាស់លាស់បញ្ជាក់ថារបស់ខ្មែរយើងឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថៃនេះចេះតែលួចយកទៅចម្លងបែបហ្នឹងបងប្អូនឥឡូវថៃលួចយកទៅទៀតហើយបងប្អូនបាទគឺជារបស់ដូនតាយើងទេ